សេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថាតបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃរបេកងទ័ពភូមិភាគទី2ថៃនៅព្រឹកថ្ងៃទី17ខែតុលាឆ្នាំ2025នេះប្រធានក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃរបេនៃយោធភូមិភាគទី4កម្ពុជាបានជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃរបេកងទ័ពភូមិភាគទី2ថៃនៅច្រកវាព្រំដែនអន្តរជាតិអូស្មាច់ប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ត្រីនិតណារងនីសេនាធិការរងយោធភូមិភាគទី4និងជាប្រធានក្រុមលេខានិងប្រតិភូភាគីថៃដឹកនាំដោយវសេនីយ៍ឯកយុទ្ធាសាស្ត្រសេដ្ឋាឆៃនីរងសេនាធិការកងទ័ពភូមិភាគទី2និងជាអនុប្រធានក្រុមលេខាធិការក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានពិភាក្សាគ្នាលើរបៀបវារៈសំខាន់មួយចំនួននៅក្នុងដែនសមត្ថកិច្ចរបស់របេដើម្បីរៀបចំឲ្យคล้ายទៅជាសកម្មភាពជាក់ស្ដែងប្រកបដោយស្ថាបនាស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅនៃប្រទេសទាំងពីរកម្ពុជាថៃរួមទាំងខ្លឹមសារដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី1គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃរបេកាលពីថ្ងៃទី27ខែសីហាឆ្នាំ2025រវាងយោធភូមិភាគទី4នៃព្រះរាជាណាចក្រកម្ពុជានិងកងទ័ពភូមិភាគទី2នៃព្រះរាជាណាចក្រថៃជាលទ្ធផលភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្នាទោះដោយការជួបផ្ទាល់ឬតាមប្រព័ន្ធទំនាក់ទំនងក្នុងនយោបាយសាងទំនុកចិត្តជាមួយគ្នាឲ្យកាន់តែប្រសើរឡើងគួររំលឹកផងដែរថាកិច្ចប្រជុំនេះគឺបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីដែលសម្រេចឲ្យបាននៅបទឈប់បាញ់រវាងកម្ពុជាថៃដែលភាគីទាំងពីរបញ្ជាក់សារជាថ្មីអំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នៅលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឲ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្ដោយព្រំដែនព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសំដៅលើកម្ពុជាសន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរនិងឈានដល់ការវិលត្រឡប់ទៅរកប្រករដីភាពឡើងវិញបានឆាប់រហ័ស Press release. Unofficial translation. Her Excellency Lieutenant General Mali Sochita, spokeswoman of the Ministry of National Defense of the Kingdom of Cambodia. The Ministry of National Defense of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, of the following. At the invitation of the head of the Secretariat of the Thai Army Area 2, the head of the Secretariat of the Cambodia-Thailand Regional Border Committee, RBC, of the Cambodian's 4th Military Region, met for discussions with the Deputy Head of the Secretariat of the Cambodia-Thailand Regional Border Committee, RBC, of the Thai 2nd Army Area. On October 17, 2025, at the Osmak International Border Checkpoint. The delegation from the Cambodian 4th Military Region was led by Brigadier General Nith Narong, Deputy Chief of Staff of the 4th Military Region and head of the Cambodian RBC Secretariat. The Thai Army Area 2 delegation was led by Colonel Yuthasat Sethchai, Deputy Chief of Staff of the 2nd Military Region and Deputy Head of the Thai RBC Secretariat. In this meeting, two sides discussed a number of important agenda items that fall within the RBC's mandate. This discussion was intended to prepare for concrete and constructive actions, aligning with the mandate given by the General Border Committee, GBC, of the two countries. These agenda items included content agreed upon at the first Extraordinary Cambodia-Thailand Regional Border Committee, RBC meeting, held on August 27, 2025, between the 4th Military Region of the Kingdom of Cambodia and the 2nd Army Area of the Kingdom of Thailand. As a result, the two sides agreed to increase communication, both in person and through established communication channels, in order to better build mutual trust. It is important to note that this meeting is a direct result of the special meeting held on July 28, 2025, in Malaysia, which successfully yielded a ceasefire between Cambodia and Thailand. During the meeting, both sides reaffirmed their commitment to the full and effective implementation of the ceasefire, as well as to the continuation of efforts to de-escalate tensions along the border, seek practical cooperation to enhance peace and stability, and achieve a speedy return to normalcy.